អារម្មណ៍ថ្មីនៅពេលដែលបានឃើញប្រាសាទបុរាណខ្មែរថ្ងៃនេះខ្ញុំបានមកលេងប្រាសាទព្រះដំរីនៃខេត្តព្រះវិហារពេលមកដល់បងប្អូនអារម្មណ៍ខ្ញុំមានអារម្មណ៍ថាស្រឡះក្នុងខ្លួនមែនទែនបែរថាអ្វីដែលយើងធ្លាប់ stress ធ្លាប់ស្មុគស្មាញក្នុងចិត្តនៅពេលដែលយើងបានមកដល់ប្រាសាទមួយនេះខ្ញុំមានអារម្មណ៍ថារំសាយភាពទុក្ខសោករបស់ខ្លួនឯងចេញអស់រលីងហើយខួរក្បាលនិងអារម្មណ៍ខ្លួនឯងនេះមានអារម្មណ៍ថាដូចខ្លួនឯងថ្មីមួយទៀតពេលដែលខ្ញុំដើរជុំវិញប្រាសាទនេះទៅខ្ញុំមានអារម្មណ៍ថាចង់បើយើងតែងខ្លួនត្រង់គ្រឿងជាមនុស្សសម័យបុរាណស្លៀកពាក់បែបបុរាណដើរលេងនៅអង្គរឬក៏នៅប្រាសាទនេះមួយឬក៏ប្រាសាទនោះមួយមានអារម្មណ៍ថាដូចខ្លួនឯងនឹងនៅក្នុងសម័យនោះឬក៏អតីតកាលនោះនិយាយទៅអារម្មណ៍រំភើបមានអារម្មណ៍ថាសម័យខ្លួនឯងថាអូបើខ្លួនឯងនៅក្នុងសម័យកាលនោះមិនទៅណោះរំភើបមែនតែននិយាយទៅបុព្វបុរសយើងពិតជាអស្ចារ្យពិតជាប៉ាកែពិតជាអស្ចារ្យចង់និយាយថាខ្ញុំឃើញហើយមានអារម្មណ៍ថារំភើបចង់យំសំណោះនៅអ្វីដែលបានឃើញហើយពិតជារំភើបត្រេកអរខ្លាំងមែនទែនឲ្យតែមកដល់ប្រាសាទនីមួយៗរបស់ខ្មែរយើងហើយនៅតែឆ្ងល់អត់ឈប់ថាហេតុអ្វីបានជាពួកគាត់ប្រកែម៉េះប្រាសាទព្រះដំរីនៅខាងខេត្តព្រះវិហារនេះបងប្អូននៅកដាលព្រៃដែរអញ្ចឹងបងប្អូនដល់ពេលខ្ញុំមកដល់ខ្ញុំមានអារម្មណ៍ថាពួកគាត់កន្លែងណាក៏មានប្រាសាទកន្លែងណាក៏គាត់អាចធ្វើប្រាសាទបានណាមើលបងប្អូនហើយថ្មនេះវាជាការកោគ្នាទេมันបានទៅដាក់អីឲ្យវាមមតំទេប៉ុន្តែហេតុអ្វីយើងមើលទៅពិតជាអស្ចារ្យម៉េះរូបចម្លាក់នេះបាត់ក្បាលទៅហើយបងប្អូនហើយបើនៅដឹងស្អាតមិនទេណាមើលបាត់ពាក់កដាលទៅបាត់ហើយមើលទិដ្ឋភាពទេសភាពគឺស្អាតដែរបងប្អូននិយាយទៅខ្ញុំអត់ដាក់សលេងធម្មជាតិនឹងមកដោយសារអីអ្នកដែលគាត់មកលេងនៅប្រាសាទហ្នឹងបងប្អូនគាត់មកញ៉ាំអីនៅនឹងក្នុងថ្ងៃចូលឆ្នាំនេះបងប្អូនគាត់ចាក់បាសអញ្ចឹងហើយចាក់បាសរៀងថ្លង់ដែរហើយខ្ញុំអត់ដឹងថាហេតុអីបានជានៅកន្លែងប្រាសាទដែលយើងមកមើលទេសភាពមកស្ដាប់សត្វយំមកស្ដាប់រីយំមកមើលកន្លែងប្រាសាទអញ្ចឹងបែរជាមានគេមកចាក់បាសបានអញ្ចឹងណាខ្ញុំអត់ដឹងថាហេតុអីបានជាខាងអាជ្ញាធរឬក៏ខាងអ្នកដែលគាត់នៅយាមប្រាសាទហ្នឹងគាត់អនុញ្ញាតឲ្យគេចាក់អញ្ចឹងហើយខ្ញុំក៏បិទសលេងអត់ចូលសលេងហ្មងទៅពួកអីវារំខានអារម្មណ៍នៅពេលដែលយើងមកដល់កន្លែងប្រាសាទអញ្ចឹងយើងចង់មានអារម្មណ៍មួយថាឲ្យខ្លួនឯងនឹងធូរស្រាលអារម្មណ៍ណាអត់ចង់ឮអីញញ៉ៃទេចង់ស្ដាប់សត្វយំចង់មើលចង់ឮសំឡេងខ្យល់ធម្មជាតិអីអញ្ចឹងបងប្អូនប៉ុន្តែមកដល់ខ្ញុំឮពួកគាត់ចាក់ចម្រៀងចាក់អីអញ្ចឹងទៅខ្ញុំឥឡូវក៏បិទសំឡេងហ្មងទៅមិនបាច់យកសលេងខាងក្រៅទេតែបើសិនជាគាត់អត់ចាក់បងប្អូនខ្ញុំឮសលេងរៃយំចាប់យំណាព្រោះមែនតែនតែស្ដាយដោយសារអីពួកគាត់ចាក់ចម្រៀងលឺពេកនិយាយទៅប្រហែលជាមកពីថ្ងៃនេះវានៅក្នុងថ្ងៃបុណ្យចូលឆ្នាំបងប្អូនអញ្ចឹងហើយប្រហែលជាអាជ្ញាធរគាត់អនុញ្ញាតមិនក៏ថាបានដែរណាអញ្ចឹងខ្ញុំអត់ដឹងដែរកន្លែងហ្នឹងដោយសារខ្ញុំទៅមកលេងប្រាសាទហ្នឹងថ្ងៃចូលឆ្នាំថ្ងៃទី14ខែ4 2025អរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំអរគុណជម្រាបលាចាំជួបគ្នានៅវីដេអូល្អៗផ្សេងទៀតអរគុណបងប្អូនទាំងអស់គ្នាសូមសុខសប្បាយទាំងអស់គ្នា